រឿងកូនមននិងក្របខញ្ញជាតិអូស្ចារ៉ាកាលពីព្រេងនាយមានកូនមនមួយក្បាលឈ្មោះមាសជួជីបដើររើសចម្លៃតាមវាលស្មៅណាស់ថ្ងៃមួយមាសបានរើសបានក្របធញ្ញជាតិចម្លៃមួយក្របដែលមានពណ៌ភ្លឺថ្លាខុសពីគេមិត្តភក្តិរបស់មាសសត្វទានិងសត្វជ្រូកបាននិយាយថាមាសអើយកុំដាំវាអីយូរណាស់ទម្រាំបានស៊ីមកលេងទឹកជាមួយពួកយើងវិញសប្បាយជាងប៉ុន្តែមាសមិនស្ដាប់ឡើយគេបានយកគ្រាប់ធញ្ញជាតិនោះទៅដាំរួចព្យាយាមដងទឹកមកស្រោចនិងបោចស្មៅជុំវិញនោះរាល់ថ្ងៃទោះបីជាមាសក្តៅខ្លាំងឬមិត្តភក្តិបបួលទៅលេងសប្បាយក៏មាសនៅតែមិនបោះបង់ការងាររបស់គេដែរយូរទៅគ្រាប់ធញ្ញជាតិនោះបានដុះចេញជាដើមដ៏ធំហើយផ្ដល់នូវគ្រាប់ធញ្ញជាតិរាប់ពាន់គ្រាប់ដែលមានរសជាតិឆ្ងាញ់បំផុតមាសអាចចែករំលែកឲ្យគ្រួសារនិងមិត្តភក្តិញ៉ាំបានយ៉ាងឆ្ងាញ់ពិសាចំណែកឯសត្វទានិងសត្វជ្រូកវិញពេលនោះទើបដឹងខ្លួនថាដោយសារតែភាពខ្ជិលច្រអូសពួកគេគ្មានអ្វីញ៉ាំឡើយប្រសិនបើគ្មានចិត្តសប្បុរសរបស់មាសហេតុអ្វីបានជាមាសមានចំណេញញ៉ាំច្រើនជាងគេចម្លើយព្រោះគេឧស្សាហ៍នឹងអត់ធ្មត់ថែទាំដើមឈើរបស់គេការរៀនសូត្រក៏ដូចគ្នាដែរបើកូនខំប្រឹងរៀនបន្តិចម្ដងរាល់ថ្ងៃកូននឹងទទួលបានផ្លែផលចំណេះដឹងដ៏អស្ចារ្យនៅថ្ងៃអនាគតដូចកូនមនមាសអញ្ចឹងប៉ានិងម៉ាក់សប្បាយចិត្តណាស់ដែលឃើញកូនខំប្រឹងរៀនសូត្ររាល់ថ្ងៃកូនគឺជាកូនមនមាសដ៏មានតម្លៃបំផុតរបស់ម៉ាក់ប៉ាគៀងលក់សប្បាយណាស់កូនសម្លាញ់